ជំរាបសួរនៅថ្ងៃនេះខ្ញុំមានព្រះបន្ទូលលើកទឹកចិត្តនៅក្នុងគម្ពីរទំនុកដំកើងជំពូកទី37ខ23គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អហើយទ្រង់សពប្រហាតីនឹងផ្លូវដែលគេដើរដែរអាមែនអរគុណព្រះអង្គសូមឲ្យព្រះបន្ទូលដែលកូនអាននៅថ្ងៃនេះបានប៉ះពាល់ដួងចិត្តអ្នកដែលកំពុងស្ដាប់សូមឲ្យព្រះបន្ទូលជាចំគៀងជាពន្លឺក្នុងការដឹកនាំជីវិតយើងរស់នៅប្រចាំថ្ងៃផងដែរជាព្រះបន្ទូលដែលដឹកនាំយើងទៅតាមផ្លូវដែលព្រះអង្គសពប្រហាតីដើម្បីឲ្យយើងដើរត្រូវធ្វើត្រូវកុំឲ្យកូនធ្វើអ្វីទៅតាមចិត្តខ្លួនឯងឡើយបិតាអើយកូនអរគុណកូនថ្វាយការអានព្រះបន្ទូលនេះនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន